ព្រះករណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាកោតសរស្ថាប័ននីតិបញ្ញត្តិនិងស្ថាប័ននីតិប្រតិបត្តិបានសហការគ្នាយ៉ាងល្អក្នុងការពង្រឹងនីតិរដ្ឋការអនុវត្តច្បាប់កម្មវិធីនយោបាយនិងយុទ្ធសាស្ត្រអភិវឌ្ឍជាតិនៅក្នុងព្រះរាជសារព្រះករណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតផ្ញើជូនរដ្ឋសភាក្នុងឱកាសបើកប្រវេសនកាលនៃរដ្ឋសភាសម័យប្រជុំរដ្ឋសភាលើកទី5នីតិកាលទី7នៅព្រឹកថ្ងៃទី28ខែវិច្ឆិកាឆ្នាំ2025នេះព្រះអង្គទ្រង់បានអបអរសាទរចំពោះស្ថាប័ននីតិបញ្ញត្តិនិងស្ថាប័ននីតិប្រតិបត្តិដែលបានសហការគ្នាយ៉ាងល្អក្នុងការពង្រឹងនីតិរដ្ឋតាមរយៈការអនុវត្តច្បាប់កម្មវិធីនយោបាយនិងយុទ្ធសាស្ត្រអភិវឌ្ឍជាតិដោយបន្តផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើវិស័យអាទិភាពទាំង5គឺមនុស្សផ្លូវភ្លើងទឹកនិងបច្ចេកវិទ្យាក្នុងស្មារតីរួមសាមគ្គីគ្នាជាធ្លុងមួយសម្ដៅកសាងព្រះរាជាណាចក្រកម្ពុជាជាប្រទេសដែលមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពនិងបរិយាបន្នឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ2030ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់និងនៅឆ្នាំ2050ជាប្រទេសមានចំណូលខ្ពស់ក្នុងព្រះរាជសារព្រះមហាក្សត្រទ្រង់បានបញ្ជាក់ថារដ្ឋសភានីតិកាលទី7ទោះបីស្ថិតក្នុងវិសមកាលក៏ដោយក៏នៅរក្សាបាននៅប្រពៃណីរួបរวมសាមគ្គីគ្នាជាធ្លុងមួយជាមួយប្រជាជាតិកម្ពុជាទាំងមូលជាអាចរាជរដ្ឋាភិបាលព្រមទាំងវរៈកងទ័ពខេមរភូមិន្ទកម្ពុជាដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបង្កើតបានជាកម្លាំងសរុបយ៉ាងខ្លាំងមហិមាធានាការពារបានដោយជោគជ័យនៅបុព្វហេតុដ៏ថ្លៃថ្លានៃអធិបតេយ្យជាតិនិងបូរណភាពទឹកដីនៃកម្ពុជាជាមួយគ្នានេះដែរព្រះករណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គទ្រង់បានកោតសរដោយពេញប្រតិយចំពោះសម្ដេចមហារដ្ឋសភាទីការធិបតីខុនសូដារីប្រធានរដ្ឋសភាឯកឧត្តមកតេសេដ្ឋាបណ្ឌិតជាមយាបអនុប្រធានទី1ឯកឧត្តមវងសោតអនុប្រធានទី2ដែលបានដឹកនាំស្ថាប័នរដ្ឋសភាប្រកបដោយភាពឆ្លៀសវៃស្វាហាប់ម៉ឺងម៉ាត់ព្រមទាំងសមាជិកសមាជិការដ្ឋសភាទាំងអស់ក្នុងការបំពេញតួនាទីភារកិច្ចស្នូលរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់សម្រាប់បានលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិនិងប្រជាជនអង្គព្រះមហាក្សត្របានកត់សម្គាល់ថាក្នុងអំឡុងពេលចន្លោះសម័យប្រជុំកន្លងទៅនេះរដ្ឋសភានីតិកាលទី7ដឹកនាំដោយសម្ដេចមហារដ្ឋសភាទីការធិបតីប្រធានរដ្ឋសភាបានដឹកនាំនិងបំពេញមុខងារតួនាទីស្នូលរបស់រដ្ឋសភាយ៉ាងសកម្មដែលក្នុងនោះរួមមានតួនាទីនីតិកម្មតាមដានការអនុវត្តច្បាប់និងភាពជាតំណាងព្រមទាំងបានពង្រឹងនិងលើកកម្ពស់ការងារការទូតសភាប្រកបដោយភាពបរិយាកម្មស្វាហាប់និងមោះមុតស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញនិងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភាហើយសម្រេចបានសមិទ្ធផលគួរជាទីមោទនៈរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍជាតិមាតុភូមិឈានឆ្ពោះទៅរកវឌ្ឍនភាពរីកចម្រើនថ្កុំថ្កើងរុងរឿងជានិច្ចនិរន្តរ៍ទន្ទឹមគ្នានេះថ្នាក់ដឹកនាំរដ្ឋសភាគណៈកម្មការនានានៃរដ្ឋសភានិងសមាជិកសមាជិការដ្ឋសភាបានចូលបំពេញការងាររបស់ខ្លួនយ៉ាងស្រស័ក្តិស្រស្រាំនៅតាមមណ្ឌលតំណាងរាជធានីខេត្តនៅទូទាំងប្រទេសដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្ដែងអំពីវឌ្ឍនភាពបញ្ហាប្រឈមតម្រូវការនិងក្តីកង្វល់នានារបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោតព្រមទាំងបានចុះសួរសុខទុក្ខនិងនាំយកអំណោយជូនវរៈកងទ័ពដែលកំពុងបំពេញបេសកកម្មប្រចាំការនៅស្រមោលភូមិជួរមុខនិងប្រជារាស្ត្រដែលបានជម្លៀសចេញពីតំបន់ប្រឈមតាមព្រំដែនមកស្នាក់នៅទីសុវត្ថិភាពព្រះករណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបានសាទរយ៉ាងជ្រាលជ្រៅចំពោះការដឹកនាំប្រកបដោយភាពវាងវៃនិងមនសិការស្នេហាជាតិដ៏ស្មោះសររបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីដែលមានភាពប៉ិនប្រសប់ក្នុងការដឹកនាំនិងគ្រប់គ្រងសភាពការរបស់ប្រទេសជាតិដើម្បីធានាបាននូវប្រក្រតីភាពនិងបន្តការអភិវឌ្ឍហើយជានិច្ចជាការតែងនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋនៅគ្រប់កលៈទេសៈជាពិសេសបេសកកម្មក្នុងការការពារអធិបតេយ្យឯករាជ្យបូរណភាពទឹកដីសិទ្ធិសេរីភាពនិងភាពថ្លៃថ្នូររបស់ប្រជាពលរដ្ឋគ្រប់រូបតាមរយៈយន្តការការទូតនិងច្បាប់អន្តរជាតិ
ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងបានផ្ញើសេចក្តីនឹករលឹកប្រកបដោយព្រះទ័យទុកដាក់និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុតដល់វីរៈកងទ័ពដ៏អង្អាចក្លាហានដែលកំពុងបំពេញបេសកកម្មដ៏ឧត្តមឧត្តមដើម្បីការពារឯករាជ្យជាតិអធិបតេយ្យនិងបូរណភាពទឹកដីជូនជាតិមាតុភូមិនិងប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជាជាមួយគ្នានេះព្រះករុណាបានកោតសរសើរចំពោះស្មារតីសាមគ្គីភាពដ៏រឹងមាំរបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសក្នុងការការពារសន្តិភាពនិងបូរណភាពទឹកដីប្រកបដោយសេចក្តីថ្លៃថ្នូរអហិង្សានិងការអត់ធ្មត់ខ្ពស់ស័ក្តិសមជាប្រជាពលរដ្ឋនៃប្រទេសមួយដែលមានអរិយធម៌ខ្ពង់ខ្ពស់វប្បធម៌ចំណាស់និងមានសីលធម៌ល្អប្រពៃជាទីបំផុតសូមជម្រាបជូនថានៅព្រឹកថ្ងៃទី28ខែវិច្ឆិកាឆ្នាំ2025នេះរដ្ឋសភាបានបើកសម័យប្រជុំរដ្ឋសភាលើកទី5នីតិកាលទី7ក្រោមអធិបតីភាពសម្ដេចមហារដ្ឋសភាទីការធិបតីខុនសូដារីប្រធានរដ្ឋសភាដែលមានរបៀបវិរៈចំនួន5រួមមានទី1ព្រះរាជសារព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជូនសម័យប្រជុំរដ្ឋសភាលើកទី5នីតិកាលទី7ទី2របាយការណ៍សង្ខេបស្តីពីសកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី4និងលើកទី5នីតិកាលទី7ទី3ការពិភាក្សានិងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ2024ទី4ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ2026និងទី5ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលនិងការបង្ការការគេចវេះពន្ធនិងការជៀសវាងពន្ធកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីនស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលនិងការបង្ការគេចវេះពន្ធនិងការជៀសវាងពន្ធនិងពិធីសារទី2ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋសិង្ហបុរីស្តីពីការជៀសវាងការយកពន្ធត្រួតគ្នានិងការបង្ការកឹបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល